តែព្រះអង្គអត់ឲ្យបំផ្លាញខ្មៅសត្រូវទេតែខ្មៅសត្រូវរបស់គ្រីស្ទៀនមានតែមួយគត់គឺអរិយសាតាំងដែលជាវិញ្ញាណអាក្រក់ដែលជាមេនៃអំពើបាបដែលជាឪពុកនៃអំពើបាបលោកអ្នកបងប្អូននឹកចាំពីព្រះគម្ពីរខគម្ពីរមួយនៅក្នុងព្រះគម្ពីរយូហានបាទចំពោះ8ខ48ខ្ញុំអត់ទាន់អានជូនបងប្អូនទេប៉ុន្តែបងប្អូនត្រូវដឹងថាអរិយសាតាំងជាឪពុកនៃអំពើបាបដែលវាមកប្រយោជន៍នឹងសម្លាប់វាជាអ្នកសម្លាប់តាំងពីដើមមកបាទអូខេខ្ញុំសូមអានព្រះគម្ពីរបន្តទៀតស្មោកគ្រោកបាទសំទោសបកែកឈ្នាននេះលោកអ្នកធ្លាប់ឈ្នាននេះគេទេឃើញគេល្អឈ្នាននេះគេឃើញគេធ្វើជឿលើអីផ្សេងមួយឈ្នាននេះគេញុះញង់គេគិតថាគេអញ្ចេះញុះញង់គេអញ្ចេះអញ្ចោះអីហ្នឹងអាឈ្នាននេះហ្នឹងបាទកំហឹងនៅពេលដែលគេឆ្លើយតបទៅវិញខឹងតបទៅគេខឹងគេប្រើកលល្បិចដើម្បីនឹងបំផ្លាញគេទាស់តែងគ្នាបែកបាក់បាក់ពួកកាលណាមានការទាស់តែងគ្នាបែកបាក់ប្រកាន់បាក់ពួកបាក់ខាងអញល្អបាក់ខាងឯងមិនល្អបាក់ខាងនេះបាក់ខាងនោះបាទនៅក្នុងព្រះបន្ទូលព្រះអង្គបានមានព្រះបន្ទូលយ៉ាងច្បាស់ថាជាអំពើបាបឲ្យតែមានបាក់ចឹងគ្រីស្ទៀនក៏ដោយឲ្យតែប្រកាន់បាក់ពួកគឺជាអំពើបាបព្រះអង្គអត់ឲ្យយើងប្រកាន់បាក់ពួកទេព្រះអង្គឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកហើយសម្រាប់គ្រីស្ទបរិស័ទខ្លះគាត់តន់តែអ្នកឯងជឿដូចខ្ញុំអ្នកឯងមានសេចក្តីជំនឿដូចខ្ញុំបានអ្នកឯងរាប់អានជាមួយខ្ញុំបានអ្នកឯងកំដៅជាមួយខ្ញុំបាទធៀបពិតព្រះអង្គឲ្យយើងញែកខ្លួនចេញជាបរិសុទ្ធហើយព្រះអង្គមិនឲ្យយើងទៅសែបគប់ជាមួយនឹងមនុស្សអបាយមុខក៏ពិតមែនក៏ប៉ុន្តែយើងត្រូវតែអធិដ្ឋានឲ្យគាត់ហើយបើសិនជាព្រះអង្គបើកឲ្យទៅប្រាប់គាត់ទៅបង្ហាញគាត់យើងគួរទៅដែរបាទតែបើព្រះអង្គមិនបើកទេយើងអាចអធិដ្ឋានទៅកាន់គាត់ទៅហើយយ៉ាងណាគឺស្រេចទៅលើបហាតីព្រះអង្គទេព្រោះព្រះអង្គមិនសពហាតីឲ្យមនុស្សមានបាបណាម្នាក់ត្រូវបានបំផ្លាញទេប៉ុន្តែព្រះអង្គសពហាតីឲ្យមនុស្សមានបាបនោះប្រែចិត្តទទួលយកព្រះអង្គជាព្រះអង្គសង្គ្រោះហើយឈប់ប្រព្រឹត្តអំពើបាបតទៅទៀតបាទអញ្ចឹងខ្ញុំសូមអានបន្តទៀតខ21ច្រណែនកាប់សម្លាប់អញ្ចឹងនៅពេលដែលលោកអ្នកជឿលើសាសនាណាក៏ដោយតែលោកអ្នកច្រណែនទេមានច្រណែនអត់កាប់សម្លាប់បើសិនជាគេញុះឲ្យខឹងហ្នឹងអាចកាប់គេទេអាចសម្លាប់គេទេបាទសាសនាណាក៏ដោយបើសិនជាមានអាចចំណែនកាប់សម្លាប់ប្រម៉ាក់ស៊ីផាក់ជ្រុលបាទអញ្ចឹងដល់ចម្លើយដែលខ្ញុំឆ្លើយមួយអស់លោកអ្នកបងប្អូនហើយសួរតើហេតុអីបានជាគ្រីស្ទបរិស័ទអត់ដែលឃើញគ្រីស្ទបរិស័ទណាម្នាក់ផឹកស្រាដល់ស្វឹងដើរស្រាតខោអាលេលើតាមផ្លូវនោះទេមែនទេអស់លោកបងប្អូនបាទធ្លាប់ឃើញទេបើទោះជាស្រវឹងយ៉ាងណាក៏ដោយព្រះអង្គមានព្រះបន្ទូលថាបើស្រវឹងចុះតែកុំធ្វើបាបបាទបើជ្រុលជាស្រវឹងណាកុំធ្វើបាបណាអូខេចឹងប្រម៉ាក់ស៊ីផឹកជ្រុលខ្ញុំជាការពិតពេលខ្លះខ្ញុំនៅតែសែបស្រាប៉ុន្តែខ្ញុំមិនឲ្យជ្រុលទេខ្ញុំមិនផឹកឲ្យស្រវឹងទេហើយបើជ្រុលជាស្រវឹងក៏ខ្ញុំមិនប្រព្រឹត្តអំពើបាបដែរតែធៀបពិតខ្ញុំតាំងពីខ្ញុំជឿព្រះមកខ្ញុំអត់ដែលស្រវឹងស្រាទេព្រោះខ្ញុំអត់ដែលផឹកឲ្យស្រវឹងបាទអូខេតទៀតប្រម៉ាក់ស៊ីផឹកជ្រុលបាទពាក្យថាស៊ីផឹកជ្រុលលោកអ្នកបងប្អូនមិនមែនតលស្រារាប់ថាស៊ីផឹកជ្រុលទេញ៉ាំបង្អែមក៏ដោយស៊ីបង្អែមក៏ដោយស៊ីបាយក៏ដោយហូបបាយក៏ដោយពិសាបាយក៏ដោយហូបនំចំណីអីក៏ដោយដែលលោកអ្នកបងប្អូនយល់ថាវាឆ្ងាញ់វាល្អសម្រាប់សុខភាពរបស់លោកអ្នកបងប្អូនប៉ុន្តែអត់បានទៅថ្លឹងថ្លែងអត់បានរៀនជំនាញពីអប់រំសុខភាពមកពីណាទេប៉ុន្តែលោកអ្នកយល់ថាអាហ្នឹងល្អសម្រាប់សុខភាពហើយហូបច្រើនអញ្ចឹងអ្វីដែលហូបច្រើនស៊ីផឹកជ្រុលនេះធ្វើឲ្យអស់លោកអ្នកបងប្អូនពេលខ្លះលើសអាស៊ីតលើសជាតិខ្លាញ់ពេលខ្លះរូបរាងសង្ហារបស់លោកអ្នកបែរជាពុះកប៉េងកប៉ោងបាទឈឺសន្លាក់ឈឺអញ្ចេះឈឺអញ្ចោះខូចតម្រងនោមខូចកាពះខូចកលៀនខូចនេះខូចនោះឈឺជំងឺរោគាជាច្រើនដោយសារអីប្រម៉ាក់ស៊ីផឹកជ្រុលបើសិនជាយើងហូបឬផឹកឬក៏ស៊ីអីក៏ដោយភាសាស៊ីឬវាអសរោះប៉ុន្តែនៅក្នុងព្រះបន្ទូលនិយាយអញ្ចឹងបាទហូបឲ្យមានប្រមាណហូបឲ្យមានຂ្នាត
គឺមិនប៉ះពាល់ដល់សុខភាពបងប្អូនទេឧទាហរណ៍មួយថ្ងៃយើងត្រូវញ៉ាំជាតិស្ករ1ក្រាមឬក៏2ក្រាមឬក៏3ក្រាមយើងត្រូវញ៉ាំប៉ុណ្ណឹងទៅអត់លើសទេហើយយើងត្រូវញ៉ាំទឹកមួយថ្ងៃមែនឧទាហរណ៍2លីត្រឬក៏3លីត្រអញ្ចឹងបើយើងញ៉ាំដល់5លីត្រ10លីត្រអាហ្នឹងលើសហើយបាយយើងត្រូវញ៉ាំមួយថ្ងៃមែន2ខាំឬក៏មួយពេល2ខាំល្ងាចថ្ងៃត្រង់2ខាំល្ងាច1ខាំអញ្ចឹងបើសិនយើងញ៉ាំព្រឹកមួយគោមថ្ងៃត្រង់មួយគោមល្ងាចមួយគោមទៀតហើយដាក់បង្អែមថែមទៀតអញ្ចឹងលើសហើយកាលណាយើងទម្លាប់ញ៉ាំអាហារបែបលើសនេះគឺនឹងប៉ះពាល់សុខភាពយើងជាមិនខានបាទអូខេស៊ីផឹកជ្រុលអញ្ចឹងមានណាធ្វើអីក៏ដោយកុំឲ្យជ្រុលនឹងការអ្វីទៀតដែលស្រដៀងនឹងសក្តីទាំងនេះផងបាទការអីក៏ដោយដែលស្រដៀងជាមួយនឹងអំពើបាបដែលខ្ញុំរៀបរាប់ខាងលើអំបញ្ញមិញហ្នឹងព្រោះនៅក្នុងបទគម្ពីរមិនបាននិយាយទាំងអស់ទេប៉ុន្តែអ្វីដែលស្រដៀងបែបអញ្ចឹងណាបាទព្រះអង្គមានព្រះបន្ទូលតទៀតថាហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុនដូចជាបានប្រាប់រួចមកហើយថាអស់អ្នកដែលប្រព្រឹត្តដូច្នេះនោះមិនបានគ្រងនគរព្រះទុកជាមរតកឡើយចឹងព្រះអង្គបានប្រាប់ទុកជាមុនថាអ្នកដែលប្រព្រឹត្តការដែលស្រដៀងនឹងឬក៏ការដែលខ្ញុំបានរៀបរាប់នៅក្នុងព្រះគម្ពីរកាឡាទីចំពោះ5ខ19ដល់ខ22នេះខ21នេះគឺមិនបានគ្រងនគរព្រះមានន័យថាមិនបានคล้ายខ្លួនជាគ្រីស្ទានដែលបរិសុទ្ធមិនបានคล้ายខ្លួនជាគ្រីស្ទានដែលទទួលពពកទទួលអំណរទទួលបានសេចក្តីសុខសាន្តទទួលបានសុខភាពល្អឬក៏ទទួលបានការសង្គ្រោះជីវិតគាត់នៅលើផែនដីទេអញ្ចឹងពលឹងគាត់ដែលស្លាប់ពេលគាត់ជឿព្រះហើយគាត់ពិតជាបានទៅកាន់នគរឋានសួគ៌ហើយប៉ុន្តែជីវិតសាច់ឈាមរបស់គាត់ជួនកាលគ្រីស្ទានខ្លះឈឺគ្រីស្ទានខ្លះឈឺកាពះគ្រីស្ទានខ្លះឈឺកលៀនគ្រីស្ទានខ្លះឈឺនេះឈឺនោះឈឺកាពះឈឺអីលាក់នឹងលាក់ដោយសារអីដោយសារតែគាត់នៅប្រព្រឹត្តកិច្ចការខាងសាច់ឈាមដែលខ្ញុំរៀបរាប់នៅក្នុងកាឡាទីអំញ្ញមិញចឹងបាទអញ្ចឹងលោកអ្នកបងប្អូនដែលកំពុងតែមានជំងឺប្រមាណនេះម៉ែកសួរខ្លួនឯងតើខ្ញុំបានប្រព្រឹត្តកិច្ចការសាច់ឈាមដោយដែលបទគម្ពីរកាឡាទីចំពោះ5ខ19ដល់ខ21ដែរឬទេបើសិនជាមានហើយលោកអ្នកចង់ជាពីជំងឺចូលអធិដ្ឋានកាន់ព្រះលន់តួទៅកាន់ព្រះទូលវត្តទៅកាន់ព្រះសូមឲ្យព្រះអង្គជួយដល់កម្លាំងជួយដល់គំនិតជួយដល់បញ្ញារបស់បងប្អូនដើម្បីឲ្យបងប្អូនលះកាត់ពីការទាំងអស់នោះចេញលោកអ្នកគ្រាន់តែជាដីខ្ញុំក៏ជាដីដែរបាទมันអាចធ្វើអ្វីដោយខ្លួនឯងបានទេបើសិនជាគ្មានព្រះវិញ្ញាណបរិសុទ្ធជួយគំនិតជួយបញ្ញាជួយឲ្យយើងធ្វើបាននោះទេគឺយើងមិនអាចធ្វើបាននោះទេបាទជាការពិតអញ្ចឹងហើយហើយខ្ញុំអានដល់ខ22តែផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺបាទសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ចឹងសម្រាប់ផលផ្លែនៃព្រះវិញ្ញាណមានន័យថាអ្នកដែលជឿព្រះហើយកោតខ្លាចព្រះជាគ្រីស្ទបរិស័ទដែលលោកអ្នកបងប្អូនកំពុងតែចង់ឃើញនោះគឺជាគ្រីស្ទបរិស័ទដែលពោពេញទៅដោយសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់តែបើលោកអ្នកបងប្អូនឃើញគ្រីស្ទបរិស័ទដែលកំផឹងលោឡាបាទมันមានភាពអត់ធ្មត់គ្មានក្តីស្រឡាញ់បាទអត់មានភាពសប្បុរសអត់មានភាពស្មោះត្រង់អត់មានភាពមេត្រីភាពទេហើយពោពេញទៅដោយរឿងល្អរទាំបាទកើតទុកអញ្ចេះចុះទេគាត់មានន័យថាគាត់មិនបានខ្លាចជាគ្រីស្ទបរិស័ទដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធដឹកនាំនោះទេខ23ស្លូតបូតហើយដឹងខ្នាតគ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេបាទសម្រាប់គ្រីស្ទបរិស័ទដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធដឹកនាំគឺគាត់ស្លូតបូតហើយដឹងខ្នាតណាស់គាត់ដឹងថាខ្នាតណាគាត់គួរនិយាយខ្នាតណាដែលគាត់មិនគួរនិយាយបាទគាត់ដឹងខ្នាតតាំងពីការដេកដើរឈរអង្គុយតាំងពីការហូបចុកតាំងពីការស៊ីផឹកតាំងពីគ្រប់អរិយាប័ត្ររបស់គាត់គឺដឹងខ្នាតហើយសួរថាមនុស្សគ្រប់រូបទាំងខ្ញុំទាំងគេទាំងអស់លោកអ្នកបងប្អូនធ្វើកិច្ចការទាំងអស់នេះដោយខ្លួនឯងបានទេគឺចម្លើយគឺមិនបានទេបើគ្មានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដឹកនាំធ្វើមិនបានទេនៅក្នុងបទគម្ពីរបាននិយាយយ៉ាងច្បាស់ថាមនុស្សយើងធ្វើមិនបានទេបើសិនជាគ្មានព្រះវិញ្ញាណបរិសុទ្ធដឹកនាំព្រោះមនុស្សយើងជាដីឯងដែលព្រះអង្គសូនមកពីធូលីដីឯងអញ្ចឹងมันអាចធ្វើអ្វីបានដោយខ្លួនឯងទេយើងចង់ធ្វើល្អណាស់គ្មានអ្នកណាម្នាក់ចង់ធ្វើអំពើអាក្រក់នោះទេប៉ុន្តែដោយព្រោះបាបទៅបណ្ដាលឲ្យយើងធ្វើអំពើអាក្រក់ហើយដោយសារតែជើងមានឪពុកដែលជាមេនៃអំពើបាបហើយខទី25បើសិនជាយើងរស់ដោយព្រះវិញ្ញាណ
nút trâu đa đòi pre vị nhiên bà ok ní chia pre công pi cả lạt tì ba này dạy ca nên rằng chúc bà hai trong nâng an pre công pi một tiết chun bằng ổn bàn tay nơi pre công pi Johan chụp pu bầm bầy Johan chụp pu bầm bầy kho mà phải buồn này Johan chụp pu bầm bầy khó sai sự buồn mền mà phải buồn thế bà trong an này chun nè lâu nè bằng ổn bà ok Johan chụp pu bầm bầy khó sai sự buồn nè rò khné miên ở đại sa tăng chiều bộc hai nè rò khné cho chất phơ tam toàn há đại cóp chất đó là bộc ở bọn nè vì chỉ nè sầm lạp kê tăng bị đào mọc vì mình ban nơi chuột nông xịt đầy bứt pruộc miên xịt đầy bứt nục nông việt tỷ Canavia Pol Pia bà Canavia Pol Pia phút phổ nu đâu tranh pi chất vì một bất vì chia nẹ cầm phút hai chia ở bốc này xịt đấy nụ ảnh bà cho bà nói bà alo nẹ bóng ôn đã cầm bông để xe sẵn nâng sẵn nạp bà trong thua video mới ní trong mình bàn rikon rico trong bản tung á tờ lục nẹ bóng ôn nate bàn tay trong con tài passport chất nước nông pre công pi cả lạt ti chụp bút pram kho đọc rộng buôn đo kho một phay bay một phay buôn được trong màn chụp đẹp chụp bóng ôn bánh mấy nắng hái passport chụp mùi nắng bọt công pi mùi tiết cứ Johan chụp bút bánh kho sai sập buôn nắng aiสมัครเป็นนี่คนบางคนลงในบางคนต่างๆนี่ส่งแปลบานประกอบโดยประโปส่งลงในบางคนบานแต่ตัวนักแสดงสักแสนถึงออกในฝั่งใดส่งแปลเป็นเต็มโป